សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថានៅថ្ងៃទី2 ខែ 2 2026 នេះវេលាម៉ោង 11:50 នាទីព្រឹកគណៈកម្មការ RBC រវាងកម្ពុជានិងថៃបានជួបប្រជុំដើម្បីដោះស្រាយនៅវិវាទព្រំដែននិងបោះបង្គោលព្រំដែនឡើងវិញដែលមានការចូលរួមពីកងកម្លាំងរបស់ថៃនិងកងកម្លាំងរបស់កម្ពុជាភូមិភាគ4និងភូមិភាគ2របស់ថៃនិងមានការចូលរួមពីអ្នកអង្កេតការ AOT ដើម្បីឲ្យដឹងនិងបានស្ដាប់អំពីការប្រជុំរបស់កម្ពុជានិងថៃកិច្ចប្រជុំនេះធ្វើឡើងនៅច្រកអន្តរជាតិចំស្រងាមស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកិច្ចប្រជុំនេះគឺមិនមានការស្រុះស្រួលនិងមូលមតិគ្នានោះទេភាគីទាំងពីរក៏ត្រឡប់ទៅជំរំរៀងខ្លួនប៉ុន្តែភាគីទាំងពីរនឹងផ្តិតមេដៃចុះហត្ថលេខាក្នុងការប្រជុំសារក្រោយដើម្បីផ្លាស់ប្ដូរឯកសារឲ្យបានគ្រប់គ្រាន់ព័ត៌មានមានតែប៉ុណ្ណេះសូមអរគុណសូមគោរពលា